ថ្ងៃនេះនាងខ្ញុំនឹងរៀបរាប់ពីអាការៈចំពោះស្ត្រីដែលត្រូវយកចិត្តទុកដាក់ទៅលើសុខភាពវីដេអូមួយនេះនាងខ្ញុំអត់និយាយឬក៏បកស្រាយអំពីបញ្ហាសុខភាពទៅលើកុមារទេគឺថ្ងៃនេះនាងខ្ញុំនឹងបកស្រាយអំពីសុខភាពរបស់ស្ត្រីដែលមិនគួរមើលរំលងនៅពេលដែលមានរោគសញ្ញាដែលនាងខ្ញុំរៀបរាប់ដូចខាងក្រោមចំពោះស្ត្រីប្រសិនបើមានអាការៈដូចខាងក្រោមសូមប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញមិនមែនទៅរុករកឬក៏ធ្វើ research ទៅទិញថ្នាំតាមគេលក់អនឡាញនៅទេហើយអាការៈខាងក្រោមនេះគឺភាគច្រើនកើតតែលើស្ត្រីច្រើនជាងទៅលើបុរសក៏មានដែរប៉ុន្តែមានភាគតិចអញ្ចឹងស្ត្រីគឺមានភាគច្រើនដូច្នេះអាការៈទី1គឺអ្នកជំងឺតែងតែអស់កម្លាំងលះឡាយយើងមើលទៅហាក់បីដូចជាគ្មានកម្លាំងកំហែងទេទី2គឺមើលទៅ stress មែនតើគឺអត់ស្រស់ស្រាយរីករាយទេគឺយើងមើលដឹងថាគាត់កំពុងតែ stress ទី3គឺគាត់ឡើងគីឡូអ្នកជំងឺខ្លះក៏ឡើងគីឡូយឺតអ្នកជំងឺខ្លះក៏ឡើងគីឡូលឿនដោយសារតាក់ទងជាមួយនឹងបំរែបំរួលការធ្វើ metabolism ក្នុងខ្លួនបានថាតាក់ទងជាមួយនឹងការដុតខ្លាញ់ឬក៏ការដុតស្ករនៅក្នុងរាងកាយទី4អ្នកជំងឺមួម៉ៅច្រើនហើយក៏ឆេវឆាវចំណុចទី5រដូវមិនទៀងទាត់ជួនកាលតិចជាងមុនជួនកាលមកច្រើនជាងមុនជួនកាលក៏អត់ឃើញរដូវមកទី6យើងឃើញថាអ្នកជំងឺខ្លះគាត់មានដូចជាស្នាមដក់ដូចជាទឹកនៅក្រោមភ្នែកអញ្ចឹងទី7នៅពេលដែលគាត់ stress ឃើញថាសម្ពាធឈាមរបស់គាត់នឹងរៀងឡើងខ្ពស់ទី8ឃើញថាបេះដូងនឹងរាងខ្សោយទី9ជួនកាលគាត់សន្លប់ឬក៏គាត់រចង់សន្លប់ទី10តាក់ទងជាមួយការគិតគឺការគិតចុះខ្សោយអត់ការគិតនឹងគឺអត់លះលហួនដូចពីមុនទេហើយការនិយាយស្ដីវិញមួយនិយាយស្ដីទៅហាក់បីដូចជាអត់មានកម្លាំងទី11អ្នកជំងឺខ្លះក៏ឃើញថាមានសក់ជ្រូកសក់រាងក៏ស្ដើងជាងមុនហើយចំពោះស្បែកវិញគឺយើងមើលទៅគឺស្បែកឡើងស្ងួតគឺអត់មានសំណើមទេចំណុចទី12អ្នកជំងឺចាញ់ត្រជាក់អញ្ចឹងនៅពេលដែលគាត់ត្រូវត្រជាក់អីទីទួយនោះអត់បានទេគាត់ចាញ់ត្រជាក់ណាអាការៈទាំងអស់នេះប៉ះសិនមកកើតទៅលើស្ត្រីដែលគាត់ត្រៀមនឹងយកកូនត្រៀមនឹងយកបុត្រឬក៏កំពុងតែពពោះប៉ះសិនគាត់មានអាការៈបែបហ្នឹងគឺក៏ប៉ះពាល់ទៅដល់ការលូតលាស់របស់កូនដែរតាក់ទងជាមួយរោគសញ្ញាទាំង12ខាងលើដែលនេះខ្ញុំរៀបរាប់វាគឺជាជំងឺមួយតាក់ទងនឹងប្រព័ន្ធការពាររាងកាយគេហៅថា antibody របស់យើងហ្នឹងគឺវាច្រឡំខ្លួនឯងវង្វេងវង្វាន់ស្មានតែសត្រូវចូលមកក៏បានវាយប្រហារវាយលុកទៅលើក្រពេញនៅនឹងករបស់យើងគឺវាយប្រហារទៅលើក្រពេញអរម៉ូននៅកងទៅហៅ thyroid gland ហ្នឹងវាធ្វើឲ្យអរម៉ូនក្រពេញនៅទីរ៉ូអ៊ីតហ្នឹងគឺថយចុះដូច្នេះប្រសិនបើបងប្អូនស្ត្រីយើងមានបញ្ហាដូចនេះខ្ញុំរៀបរាប់ដូចខាងលើសូមប្រញាប់ទៅជួបគ្រូពេទ្យជំនាញគឺដើម្បីធ្វើការវិនិច្ឆ័យតម្លៃទៅលើសុខភាពប្រសិនបើយើងមានបញ្ហាតាក់ទងក្រពេញទីរ៉ូអ៊ីតយើងទៅជួបគ្រូពេទ្យក្រពេញដូច្នេះបងប្អូនស្ត្រីប្រសិនបើមានរោគសញ្ញាដូចខាងលើសូមប្រញាប់ទៅជួបគ្រូពេទ្យហើយកុំទិញថ្នាំញ៉ាំផ្ដេសផ្ដាស់ពីព្រោះអ្នកជំងឺមួយចំនួននៅពេលដែលចេញរោគសញ្ញាជាពិសេស stress គឺគាត់គិតថា stress អញ្ចឹងឃើញគេផ្សាយអនឡាញអញ្ចឹងគាត់ទៅទិញថ្នាំ stress យកមកប៉ុន្តែអត់បាត់ទេដោយសារអីបើយើងអត់បានបញ្ចប់ឬក៏កាត់ឫសគល់នៃបញ្ហាផងអញ្ចឹងគឺវាអត់បាត់ទេអញ្ចឹងកុំភ្លេចទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញប្រសិនបើមានរោគសញ្ញាដូចខាងលើជាចុងក្រោយនាងខ្ញុំសូមអរគុណចំពោះពុកម៉ែបងប្អូនតែងតែគាំទ្រវីដេអូរបស់នាងខ្ញុំ